แต่ខ្ញុំក៏សូមបដៅអាអ្នកនាំទំនិញខាងនោះគេថាតើទំនិញថៃនៅកម្ពុជាខុសច្បាប់ឬយ៉ាងណាថ្មីនេះប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចហ៊ុនសែនបានចេញបញ្ជាឲ្យបង្ក្រាបលើទំនិញថៃនិងធ្វើរដ្ឋបាលលើទំនិញថៃប្រតិកម្មនេះកើតមានដោយសារកម្ពុជានិងថៃកំពុងមានសង្គ្រាមជម្លោះព្រំដែនបិទព្រំដែនគោកនិងការចោទប្រកាន់ដោយថៃមកកម្ពុជាថានៅតែខ្វះទំនិញថៃមិនបានហើយនៅតែមានបន្តការលួចនាំចូលទំនិញថៃមកលក់នៅក្នុងទីផ្សារកម្ពុជាតើទំនិញណាខ្លះដែលរដ្ឋាភិបាលដាក់បម្រាមហាមឃាត់និងកំណត់ថាខុសច្បាប់តាមសេចក្តីថ្លែងការណ៍និងបទបញ្ជាដែលបានផ្សព្វផ្សាយជាសាធារណៈនៅក្នុងខែមិថុនាឆ្នាំ2026រដ្ឋាភិបាលកម្ពុជាមិនបានចេញបញ្ជីផ្លូវការណាមួយដែលហាមឃាត់ទំនិញថៃគ្រប់ប្រភេទទាំងអស់នោះទេផ្ទុយទៅវិញអ្វីដែលសម្ដេចហ៊ុនសែនបានសង្កត់ធ្ងន់គឺទំនិញណាក៏ដោយដែលនាំចូលពីប្រទេសថៃតាមច្រកព្រំដែនគោកកម្ពុជាថៃខណៈដែលព្រំដែនគោកត្រូវបានបិទត្រូវចាត់ទុកថាជាទំនិញខុសច្បាប់ឬទំនិញរត់ពន្ធដូចនេះការហាមឃាត់មិនផ្អែកលើប្រភេទទំនិញជាចម្បងទេប៉ុន្តែផ្អែកលើរបៀបនៃការនាំចូលទំនិញថៃដែលចូលតាមច្រកផ្លូវគោកបិទត្រូវបានចាត់ទុកថាខុសច្បាប់ទំនិញដែលត្រូវបានបង្ក្រាបជាក់ស្ដែងក្នុងប្រតិបត្តិការចុះបង្ក្រាបថ្មីអាជ្ញាធរបានរកឃើញនិងរឹបអូសទំនិញជាច្រើនដែលសង្ស័យថាលួចនាំចូលពីថៃរួមមានសាច់មាន់បង្កកភ្លៅមាន់បង្កកសាច់មាន់កិនប្រហិតសាច់នំប៉័ងកកតៅហ៊ូត្រីនិងផលិតផលអាហារកកផ្សេងៗដែលសរុបជាង200តោនត្រូវបានរកឃើញនៅក្នុងការចុះបង្ក្រាបមួយចំពោះទំនិញដែលធ្លាប់ត្រូវបានហាមនាំចូលពីថៃនៅក្នុងវិធានការសងសឹកសេដ្ឋកិច្ចនិងចំនួនព្រំដែនកន្លងមកកម្ពុជាក៏ធ្លាប់ប្រកាសហាមឃាត់និងផ្អាកការនាំចូលរួចមកហើយរួមមានផ្លែឈើពីថៃបន្លែថៃទំនិញកសិកម្មមួយចំនួនពីថៃប្រេងឥន្ធនៈនិងឧស្ម័នពីថៃដូចនេះបើតាមគោលការណ៍ដែលអាជ្ញាធរកម្ពុជាកំពុងអនុវត្តនៅពេលនេះគឺទំនិញថៃដែលនាំចូលស្របច្បាប់តាមផ្លូវដែលអនុញ្ញាតនិងឆ្លងកាត់នីតិវិធីគយអាចមិនត្រូវបានចាត់ទុកថាខុសច្បាប់នោះទេប៉ុន្តែទំនិញថៃណាដែលចូលតាមច្រកព្រំដែនគោកដែលត្រូវបានបិទឬតាមផ្លូវរថពន្ធត្រូវបានចាត់ទុកថាជាទំនិញខុសច្បាប់និងអាចត្រូវរឹបអូសឬបង្ក្រាបប៉ុន្តែឈ្មួញមានក្តីបារម្ភថាមន្ត្រីដែលចុះបេសកកម្មអនុវត្តលើសមានន័យថារាល់ទំនិញថៃគឺត្រូវបង្ក្រាបរឹបអូសសូមបញ្ជាក់ថាកម្ពុជានិងថៃមិនបានប្រកាសផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មរវាងគ្នាទេអ្វីដែលកំពុងមានគឺជាវិធានការសងសឹកសេដ្ឋកិច្ចប៉ុណ្ណោះទោះជាយ៉ាងណាទំនិញស្របច្បាប់ថៃនៅតែអាចនាំចូលមកកម្ពុជាតាមច្រកផ្សេងទៀតក្រៅពីច្រកផ្លូវគោកដែលបិទ